Chiều xưa bong Spa cô mà can thạ pi xét đã riêng vì như sao topic mùi ok đài overtime đài cầm thi chim ní trend ok chẳng sầm đạp bong đã toàn đăng vì thạ topic chứ nè dân chấp đam ngày đi chỉ ngày từ bong tầm đón sầm đạp bong đã ban riêng ai cả bị phiềnในការរៀនគឺយើងរៀនរាល់ថ្ងៃពុតវេលាម៉ោង7ល្ងាចម៉ោងនៅក្នុងប្រទេសកូរ៉េបងទាំងអស់គ្នាដែលអត់ទាន់បានចូលទៅក្នុង link Telegram អីអាចមើលនៅក្នុង live comment ខាងក្រោមហ្នឹងគឺមាន link Telegram ដើម្បីចូលទៅយកមេរៀន topic អីបងដែលចូលមកកុំភ្លេចជួយ like មួយផងជួយ like ជួយ share ទាំងអស់គ្នាសម្រាប់អ្នកដែលគាត់អត់បានចូលអីឲ្យចូលរៀនទាំងអស់គ្នារៀន free បងអត់តែដល់ថ្ងៃហ្នឹងម៉ោងហ្នឹងក៏អង្គុយចាំដូចមើលរឿងតុក្កតាបានអញ្ចឹងក្រុមការងារGemini Trend នឹងធ្វើការ live ចាប់ពីពេលឥឡូវនេះទៅអញ្ចឹងសម្រាប់បងអីខណៈ screenshot រូបនេះមួយទុកដោយសារតែមានជួយ share ផងបងនេះមាន QR សម្រាប់ចូលនៅក្នុង link ចូលមកក្នុង page របស់ Gemini Trend ដែរអូខេខ្ញុំតើអើតមើលបងបន្តិច live បានមែនហើយចាំពេលចូលមកជួយ share ម្នាក់មួយផងបងណាដើម្បីឲ្យអ្នកគ្រូគាត់ចាប់ដើមបើកថ្នាក់ឲ្យទាន់មកអញ្ចឹងហើយមួយណា live នេះគឺគាត់ live ហើយគឺគាត់អត់លុបទេបងអាចចូលមើលហ្នឹងហើយបង live ហាត់លុបអីអញ្ចឹងបងជួយ share ឲ្យច្រើនទៅហើយថ្ងៃក្រោយអាចមកតាមមើលនៅពេលក្រោយបាននៅកន្លែងដែលបង live ហើយជួយណែនាំខ្លួនតិចមកអូខេចាជម្រាបសួរបងថាអត់តាន់បានណែនាំខ្លួនខ្ញុំឈ្មោះងាត់ Pauline ជាបុគ្គលិករបស់ខាង Gemini Trend ហើយថ្ងៃនេះមានកិត្តិយសដែលមកនឹងបរៀនបងអំពី technique ក្នុងការប្រឡង topic វិញ្ញាសា topic កម្រិត1ថ្ងៃនេះយើងរៀនកម្រិត1ឯងតែបើសិនជាមានសន្ទុះក្នុងការគ្រប់គ្រងខ្លាំងខ្ញុំនឹងបរៀនបងទៅកម្រិត2ទៀតខ្ញុំបរៀនជាប់រហូតគឺនឹងស្នើសុំទៅថ្នាក់លើបរៀនរហូតដល់កម្រិត2ទៀតហើយដោយសារតែមានបទពិសោធន៍ក្នុងការបរៀនអញនិយាយថា topic 1អ្នកគ្រូកម្រិត2កម្រិត1ហ្នឹងពី level ប៉ុន្មានដល់ level ប៉ុន្មានកម្រិត2 level ប៉ុន្មានដល់ level ប៉ុន្មានកុំឲ្យបងគាត់ច្រឡំថាកម្រិត1ហ្នឹង level 1អីអញ្ចឹងណាឥឡូវយើងជួយរៀបរាប់តិចមក topic 1សម្រាប់ប៉ុន្មាន level topic 2ប៉ុន្មាន level អីចឹងណាអូខេហ្នឹងអូខេបងអញ្ចឹងកុំឲ្យបងនៅឆ្ងល់តាក់ទងជាមួយនឹង topic ណាសម្រាប់ topic គិតទៅយើងត្រូវតែបែងចែករវាង topic 1 topic 2ហ្នឹងហើយជាមួយនឹងកម្រិតឲ្យច្បាស់topic យើងហៅ topic 1 topic 2សម្រាប់ topic 1គឺមានកម្រិត1និងកម្រិត2ហើយ topic 2មានពីកម្រិត3រហូតដល់កម្រិត6ហើយជាក់ស្ដែងថ្ងៃនេះយើងនឹងរៀននេះ topic 1ដែលមានកម្រិត1និងកម្រិត2សង្ឃឹមថាបងប្អូនចែកដាច់តាក់ទងមួយនឹងកម្រិតនិងប្រភេទ topic អញ្ចឹងយើងមើលទៅ topic 1កម្រិត1កម្រិត2សួរថាតើការរៀន topic ការប្រឡង topic ហ្នឹងមានវិញ្ញាសាអីគេខ្លះយើងអាចមើលការបែងចែកនៅទីនេះបានសម្រាប់ topic 1គឺយើងមានតែវិញ្ញាសាស្ដាប់ហើយនិងវិញ្ញាសាអានទេ topic 2គឺយើងមានវិញ្ញាសាស្ដាប់វិញ្ញាសាស្ដាប់វិញ្ញាសាសរសេរហើយនិងវិញ្ញាសាអានចឹងដោយសារតែថ្ងៃនេះគឺយើងនឹងរៀនចាប់ផ្ដើមពី topic 1មុនអូខេចាំបងប្អូនអាចមើលតាក់ទងជាមួយនឹងបន្ទុកការប្រឡងបញ្ជាក់ផងនៅកន្លែងនេះគឺជាការប្រឡងផ្ទាល់បើសិនជាយើងបែងចែកទៅគឺ PBT ដែលមានន័យថាប្រឡងกระดาษផ្ទាល់ហ្មងណាទៅប្រឡងនៅខាងសាលាផ្ទាល់ទៅប្រឡងกระดาษប្រឡងគូសលុញដោយបងធ្លាប់ប្រឡងកន្លងមកដែរអញ្ចឹងណាមិនមែនប្រឡងតាមកុងទ័រទេអញ្ចឹងអាចនឹងមានបន្ទុកខុសគ្នាពីកុងទ័រអញ្ចឹងបញ្ជាក់បងដែរកន្លែងនេះគឺការប្រឡងกระดาษផ្ទាល់អូខេហើយអ្នកគ្រូសម្រាប់ topic ហ្នឹងពីច្រើនយើងបដោតនៅលើវគ្គហ្នឹងដោយសារតែបងគឺគាត់ត្រូវការបដូរវីសាអញ្ចឹងណាចឹងយើងរៀនបដោតវគ្គហ្នឹងខ្លាំងជាងគេព្រោះបើយើងយក topic 2ក៏បានដែរតែដោយសារតែយើងយក topic 2ហ្មងបងដែលគាត់តាមអត់ទាន់គឺពិបាកខ្លាំងតាមពីបន្តិចទៅបន្តិចអញ្ចឹងណាដើម្បីឲ្យបងគាត់អាចបដូរវីសាបានដោយងាយស្រួលហ្នឹងហើយចាអញ្ចឹងមូលហេតុអញ្ចឹងมันអាចនិយាយបញ្ជាក់ពីមូលហេតុដូចអ្នកគ្រូគាត់និយាយអញ្ចឹងណាហេតុអីបានជាសារនេះខាង Gemini Trend ធ្វើការបរៀនតាក់ទងជាមួយសារហួយនឹង topic ព្រោះអី topic នេះក៏អាចធ្វើការបដូរយកចូលរៀនកម្រិតសារហួយបានដូចគ្នាដែរហើយជាតិចនិចមួយចង់បញ្ជាក់បងចាបើសិនជាបងអត់ដែលបានរៀនសារហួយទេប្រឡង topic ចំណេញជាងព្រោះអី topic គឺមើលឲ្យបងអត់មានវិញ្ញាសាសម្ភាសទេសម្រាប់សម្ភាសបើសិនជាបងអត់បានដែររៀនត្រៀមសារហួយពីមុនណាសារហួយមានការសម្ភាស
អត់ដែររៀនត្រៀមសាវហើយពីមុនទេភាគរយនឹងការដែលយើងបានបន្ទុកឬក៏បានកម្រិតខ្ពស់នឹងតិចព្រោះអីការបញ្ជាក់របស់ខាងសាវហើយបើសិនជាយើងប្រឡងសម្ភារបានបន្ទុកតិចជាង3ក្រោម3ទៅគឺយើងទោះបីជាប្រឡងវិញ្ញាសាផ្សេងបានបន្ទុកល្អប៉ុណ្ណាក៏បានកម្រិត0ដែរគឺគេកម្រិតអញ្ចឹងបើសិនជាបងអត់ដែរបានរៀនត្រៀមសាវហើយទេរៀនថ្មីចាស់តែចង់រៀនមួយក្រសួងអាចប្រឡង top pick ដើម្បីដូរយកកម្រិតរៀនមួយក្រសួងបានអញ្ចឹងកន្លែងនេះគឺបញ្ជាក់បងថាតើនេះរៀន top pick ហើយដូរយកកម្រិតប៉ុន្មានខ្លះចឹងដូចខ្ញុំនិយាយមិនអញ្ចឹង top pick មួយនេះយើងមានកម្រិត1និងកម្រិត2ហើយបងប្រឡងយកបានកម្រិត2ដូររហូតបានកម្រិត3សាវហើយអញ្ចឹងគឺអាចដូរបានហើយវិធីសាស្ត្រនៅក្នុងការដូរគឺងាយស្រួលទេបងហើយអាចឆែកមើលនៅក្នុង YouTube អីផ្សេងច្រើនមានទៀតតោះអញ្ចឹងសួរថាថ្ងៃនេះយើងរៀនអីគេដែរសម្រាប់ top pick មាន2វិញ្ញាសាស្ដាប់ហើយនិងវិញ្ញាសាអានចាស់ស្ដាយថ្ងៃនេះគឺយើងនឹងចាប់ផ្ដើមជាមួយនឹងវិញ្ញាសាការអានទៅមុនដោយសារតែវិញ្ញាសាការស្ដាប់ខ្លាចចាក់ហួសទៅបងស្ដាប់អត់តាន់អញ្ចឹងណាអញ្ចឹងគឺចាប់ផ្ដើមពីការអានមុនអញ្ចឹងសម្រាប់នេះគឺជាกระดาษចម្លើយនៅពេលដែលបងទៅប្រឡងផ្ទាល់អញ្ចឹងខ្ញុំក៏បង្ហាញបងខ្លះដែរกระดาษនៅពេលដែលយើងទៅប្រឡងផ្ទាល់មិនដែរគឺមានកន្លែងលុញនេះឯងបងហើយសំខាន់នៅពេលដែលទៅប្រឡងយើងត្រូវពេញឈ្មោះហើយកន្លែងនេះគឺសួរហំផុនណូយើងបានមកនៅពេលដែលចុះឈ្មោះប្រឡងហើយកន្លែងនេះបញ្ជាក់មួយដែរនៅពេលដែលលេខចុងប្រឡងរបស់យើងណាបើសិនជាលេខ40គឺយើងយកហ៊ូស៊ូហើយបើសិនជាលេខគូគឺយើងយកចាក់ស៊ូខេឡូទៅប្រឡងអត់បានដឹងពីចំណុចហ្នឹងអញ្ចឹងយើងចូលតែម្ដងសម្រាប់ការរៀន topic ចាប់ដើមបើកហើយចឹងបងបាន share ហើយនៅជួយ share ម្នាក់មួយផងបងហើយបើសិនជាបងដែលកំពុងមើលអត់ទាន់មានកម្មវិធី Gmoney ទេជួយចុចម្នាក់មួយផងណាជួយចុះអ្នកគ្រូហ៎បងឥឡូវអត់អីឥឡូវចាប់ដើមរៀនតែម្ដងចាប់ដើមរៀនតែម្ដងបងទៅមើលឃើញជួយ share ម្នាក់មួយសិនមកឥឡូវ127 view ហ៎បងអូយអរគុណច្រើនបងបងគ្រប់ច្រើនអរគុណសម្រាប់ការ share ការ live បងអញ្ចឹងជួយ share ឲ្យច្រើនឃើញលោកបងដែលមានការគុំចង់រៀន topic 2អី share live ច្រើននឹងអាចនឹងបរៀនចូលដល់ topic 2ទៀតបងសងសេងទីមកញ៉ាំអាសេអូយតោះអញ្ញាសេអូតោះបងចូលមកល្មមហើយយើងចាប់ផ្ដើមចូលដល់មេរៀនរបស់យើងហ្មងចាប់ដើមបាត់ថ្នាក់ឆាអញ្ចឹងយើងចាប់ផ្ដើមដល់ថ្នាក់រៀនយើងជាក់ស្ដែងតែម្ដង topic 1ចឹងសម្រាប់បងដែលមាននៅក្នុងក្រុម Telegram ថ្នាក់រៀនរបស់យើងហើយសង្ឃឹមថាបាន download យកមកនៅវិញ្ញាសារួចរាល់ហើយចឹងសួរថាថ្ងៃនេះយើងនឹងរៀនតាក់ទងជាមួយនឹងអីslide នេះខ្ញុំនឹងតម្លាក់នៅពេលដែលចប់មេរៀនណាអញ្ចឹងបងដែលអត់ទាន់បានចូលក្រុម complete ចូលក្រុមផងដើម្បីទទួលបាន slide នេះមួយគ្នាកន្លែងនេះបងអាចចំណាំបានយុគcursive យុគផ្លេចឹងមានន័យថាវិញ្ញាសាដែលប្រឡងនៅសម័យកាលប្រឡងលើកទី96ទំព័រទី9ហើយយើងចាប់ផ្ដើមរៀនពីវិញ្ញាសាអានទៅគឺចោ topic iliki ហើយវិញ្ញាសាអានគឺចាប់ផ្ដើមពីលំហាត់ទី31ដល់70មកចូលមកដល់ឃើញ30ចឹងស្មានតែគ្រូរៀនហួសអត់ទេដោយសារតែវិញ្ញាសានឹងការអានគឺគេចាប់ផ្ដើមមករាប់តពីវិញ្ញាសានៃការស្ដាប់ទៅអញ្ចឹងឥឡូវយើងមកមើលចាកន្លែងនេះសំខាន់សម្រាប់បងទាំងអស់គ្នានៅពេលប្រឡងអ្វីដែលសំខាន់ផុតគឺប្រធានអញ្ចឹងបើសិនជាយើងមើលលំហាត់ខាងក្រៅមិនពិបាកពាក្យស្រួលតែសំខាន់ប្រធានចេញមកនឹងនិយាយពីអីផងព្រោះយើងរៀននៅកម្រិត1អញ្ចឹងកន្លែងនេះសង្ឃឹមថាបងចូលមកមើលការ live នេះហើយនឹងយល់អំពីប្រធានអញ្ចឹងថ្ងៃក្រោយនៅពេលដែលបងទៅប្រឡងនៅណាក៏ដោយចាំឲ្យច្បាស់បំផុតគឺមើលប្រធានឲ្យច្បាស់សិនចាំធ្វើលំហាត់ឃើញលំហាត់ស្រួលទៅដល់ចាក់ប្រធានចប់បណ្ដាលអញ្ចឹងយើងមើលប្រធាននេះសិនពីលំហាត់ទី31ដល់33នេះគេថាថាម៉េច Morse Tehan Neongimnika Pukiwa Kachi Almatingosil Korusipsio កាក់អ៊ីចំអញ្ចឹងក្នុងមួយលំហាត់ហ្នឹងគេឲ្យពីបន្ទុកចាប់ប្រធាននេះមានន័យថាម៉េចពីលេខ31ដល់លេខ33នេះលំហាត់ទាំងអស់នេះគឺប្រធានតែមួយឯងគេសួរថាម៉េចចាំកត់ទុកជាខ្មែរក៏បានដែរថាតើជាខ្លឹមសារអំពីអ្វីគេឲ្យជ្រើសរើសអ្វីដែលត្រឹមត្រូវដូចទៅនឹងឧទាហរណ៍នេះឧទាហរណ៍គេឲ្យស្រាប់ចំណុចឡើយនេះបងត្រូវប្រយ័ត្នដែរព្រោះទៅប្រឡងមែនតើច្រឡំអានេះចម្លើយដាក់លេខ1លេខ3ចាប់បាត់ស្វ័យបាត់ខុសតាំងពីមើលពីដើមហ្មងនេះកន្លែងដែលចង់បញ្ជាក់គឺឡើយនេះនៅពេលដែលបងទៅប្រឡងស្រាប់តែកន្លែងភូគីហ្នឹងដាក់ចម្លើយលេខ1លេខ3អាគេឲ្យឧទាហរណ៍ហ្នឹងចប់ហ្មងកន្លែងហ្នឹងសូមបងប្រយ័ត្នមែនតើពីច្រើនគឺខុសមានការខុសនៅកន្លែងហ្នឹងច្រើនចាឥឡូវយើងមើលឧទាហរណ៍ដែលគេឲ្យគេដាក់ថាម៉េចភូគីនេះសាខកអ៊ីស្មីដាឬក៏
pedo ismida ឃើញទេមានផ្លែប៉ោមហើយមានផ្លែសេរីទៀតអញ្ចឹងសួរថាពាក់ព័ន្ធពីអីចម្លើយដែលគេឲ្យឧទាហរណ៍គឺខ្វៃតាក់ទងជាមួយនឹងផ្លែឈើសាខ្វាក៏ផ្លែឈើសេរីផេក៏ផ្លែឈើដែរចាពាក្យទាំងអស់នេះបងត្រូវតែចេះដើម្បីរកចម្លើយបើចេះហើយនឹងរកស្រួលអត់មានអីទេខូចហាំងសុកំណើតអគូលមុខខ្វៃផ្លែឈើខេចលរដូវតែឥឡូវយើងមើលកុនដែរយើងមើលលំហាត់របស់យើងទី1ម្ដងអូខេអញ្ចឹងយើងមើលពីលំហាត់របស់យើងហ្មងណាអាកសែហ្នឹងហើយដោយសារតាការប្រឡងមានបងក៏ថាវិញ្ញាសាដូចប្រឡងនៅក្រសួងខ្មែរអញ្ចឹងអ្នកគ្រូហ្នឹងហើយដោយសារតែវិញ្ញាសាប្រឡង EPI topic គឺមានភាពស្តៀងគ្នាដែរឥឡូវយើងយល់អំពីប្រធានរបស់យើងហើយចាប់ដើមចូលដល់លំហាត់ទី1យកតែម្ដងនេះលំហាត់ទី1ពីលេខ31របស់យើងទៅចា다음에 저는 영국 사람입니다. 친구는 중국 사람입니다. 자, 그러니 발표할 바는 그냥 지존짓 앙레 một pheរបស់ខ្ញុំជាជនជាតិចិនគេចសារ៉ាំឡើយនេះមិនមែនមនុស្សចិនមនុស្សអង់គ្លេសណាកន្លែងនេះគឺបកជាខ្មែរគឺជនជាតិហ្នឹងហើយបងប្អូនអញ្ចឹងយើងមើលថាតាក់ទងជាមួយនឹងអីគេដែរចាក្នុងពាក្យទាំងអស់នេះទី1ខាជុកប្រើវិញថាគ្រួសារទី2ណាល់ចាស់កាលបៈឆែតទី3ណារ៉ាប្រទេសហើយនឹងទី4ចុងក្រោយគេគឺហាក់ខ្ជោសាឡាខំតែឃើញយ៉ុងគូជុងគូចឹងចម្លើយលេខមែនបងជួយខមមិនចម្លើយមកចម្លើយលេខមែនដែរតែមិនចម្លើយចាញ់អត់ទេបងអាចនឹងស្រួលពេកណាអញ្ចឹងបងគិតថាចម្លើយលេខ1សរសេរតែលេខ1មកចម្លើយលេខ2សរសេរលេខ2មកអូខេឥឡូវបើតើទៅជនជាតិចឹងយកមួយណាតើតាមមួយជនជាតិចាញ់ជនជាតិគឺសំដៅលើអីបងជួយខមមិនទាំងអស់គ្នាអ្នកដែលកំពុងមើល live ទាំងអស់គ្នាបងអូខេអូយចម្លើយចេញមកត្រូវច្រើនណាបងបកកែនេះអូយប៉ុណ្ណឹងអូខេលំហាត់ទី1បងធ្វើឲ្យបានលឿនផុតតាមដែលធ្វើបានតិចនេះកន្លែងនេះបើសិនតែខ្ញុំប្រាប់ទៅបើសិនជាស្រួលហើយមិនបាច់ព្យាយាមបកប្រែក៏បានដែរពេលប្រឡងជាក់ស្ដែងណាឆាអញ្ចឹងតិចនេះមកដល់ប៉ុមនេះមាន2ដែលខ្ញុំចង់បញ្ជាក់បងម្ដងទៀតទី1គឺតាក់ទងជាមួយនឹងប្រធានចូលមកដល់មើលប្រធានឲ្យច្បាស់សិនហើយជាពិសេសកុំច្រឡំភូគីនេះជាចម្លើយលេងទៅដាក់នៅក្នុងការប្រឡងលេខ3ចម្លើយលេខ1ចប់ហើយហ្នឹងមួយទៀតអ្វីដែលសំខាន់អ្វីដែលងាយស្រួលបងរំលងចោះមិនបាច់ព្យាយាមបកប្រែទាំងអស់ក៏បានដែរហ្នឹងហើយព្រោះហេតុអីលំហាត់ដែលស្រួលបែបនេះយើងធ្វើឲ្យលឿនដើម្បីចំណេញពេលធ្វើលំហាត់ដែលពិបាកនៅខាងក្រោយសិតតែជាតិចនេះក្នុងការប្រឡងហើយតោះអញ្ចឹងយើងចូលដល់លំហាត់លេខ2តែម្ដងអូចម្លើយនេះ view ចម្លើយដូចជាបងឆ្លើយតបយកមានអ្នកខុសឲ្យមួយទេគឺលេខ3ទាំងអស់គ្នាញោមអធិស្ឋានផងដោយសារតែជាលើកទី1ជាលើកទី1តារាប្រទេសហ្នឹងហើយប្រទេសអញ្ចឹងឃើញហើយគាត់និយាយតាក់ទងជាមួយសញ្ជាតិរបស់គាត់ហ្នឹងហើយគាត់មកពីប្រទេសណាជនជាតិណាហ្នឹងហើយអញ្ចឹងគឺតាក់ទងជាមួយនឹងប្រទេសហ្នឹងឯងបើយើងគិតមើលទៅរៀងខុសគ្នាបន្តិចគឺមានន័យតែមួយហ្នឹងឯងតោះអញ្ចឹងយើងចូលដល់លំហាត់ទី32តែម្ដងតែលំហាត់ទី32ប្រធានគឺដូចគ្នាប្រធានអីគេដែរមិញជ្រើសរើសអ្វីដែលត្រឹមត្រូវដែលគេនិយាយពីខ្លឹមសារគេឥឡូវយើងមើលលំហាត់ទី32របស់យើងតែម្ដងអមបងជួយអានក្នុងចិត្តទាំងអស់គ្នាមកចុះ 민수씨는 의사입니다. 병원에서 일합니다. 그죠? 민수គឺគាត់ជាណាគេគ្រូពេទ្យគាត់ធ្វើការនៅមន្ទីរពេទ្យឆាឥឡូវយើងមើលចម្លើយរបស់យើងទី1 យោអ៊ីលអីគេយោអ៊ីលខ្ញុំជួយបកប្រែពាក្យមួយយោអ៊ីលខ្ញុំគាត់នឹងអីគេចឹងហ្នឹងហើយយោអ៊ីលគឺថ្ងៃនេះគឺសំដៅមិនមែនថ្ងៃយប់ទេថ្ងៃច័ន្ទគេពុទ្ធពហសិក្សាអាទិត្យយោអ៊ីលតោះយោហេងដំណើរកំសាន្តឈីមីចំណងចំណូលចិត្តចុងក្រោយគឺឈីកបអញ្ចឹងបងគិតមើលតើតង់ជាមួយនឹងមុខរបរណាអ៊ុយសាមិញប្រើវិញថាមិញគ្រូពេទ្យគាត់ធ្វើការនៅមន្ទីរពេទ្យអញ្ចឹងចម្លើយរបស់យើងចេញបាត់ហើយចុះពាក្យមួយណាដែលប្រើវិញថាមុខរបរក្នុងចំណោម4នេះមិញ
cho bong đài đăng chùm like hết chui đã chùm like máu sao ok ta chẳng nhóm đừng thưa ca rộp với nè rộp thôi cài bấy đọt bấy hết đừng mơ chùm lại từng ngọt nè mũi phí toàn là hết 7 chẳng chùm like cái lệch buồn chỉ gặp mình đã cứ một độ bò chả lùm hạt thầm đấy bà hai chỉ srua chẳng nhưng lùm hạt này srua tao lươn lươn món ta chả đó về lùm hạt đi sam sập 7 chui ăn tầng ngõ này 오늘은 비가 옵니다 조금 춥습니다ថ្ងៃនេះ오늘ថ្ងៃនេះនេះដឹងឯងគឺជាឈោសាដែលអត់មានអត្ថន័យអីទេគ្រាន់តែសង្កត់ធ្ងន់ Pika umida Pika oda បងមួយវាជាកsumida ហ្នឹងហើយទៅជា umida ថ្ងៃនេះភ្លៀងធ្លាក់조금 춥습니다 조금បន្តិចណា 춥습니다 ត្រជាក់ចឹងថ្ងៃនេះភ្លៀងធ្លាក់ត្រជាក់បន្តិចចឹងពាក់ព័ន្ធមួយអីដែរឥឡូវយើងមើលពាក្យដែលជាជំរឿសដែលគេឲ្យខាងក្រោមទីមួយគឺតើតើជាមួយនឹងឧណ្ដងចោះលំហាត់ប្រាណណាល់ស៊ីអាកាសធាតុផង្ហាត់វិស្មកាលវ៉ាកងខេវេតគម្រោងចាប់ភ្លៀងធ្លាក់ត្រជាក់បន្តិចតើតើមួយគេដែរអញ្ចឹងបងជួយឆ្លើយចម្លើយមកចម្លើយរបស់យើងលេខប៉ុន្មានដែរលំហាត់ទី32ចម្លើយលេខប៉ុន្មានដែរខ្ញុំនឹងធ្វើការខោណោណឲ្យបងដែលមើលនៅក្នុង live បើសិនជាមានពាក្យណាដែលអត់ទាន់ឆ្ងល់ហើយចង់ដឹងថាលំហាត់ហ្នឹងត្រូវមើលមិនដើម្បីរកចម្លើយបានលឿនអាចសួរបានហើយខ្ញុំនឹងធ្វើការឆ្លើយតបអូខេតែបើហើយជារម៉ាំងនេះងាយស្រួលសម្រាប់បងអីអូខេចឹងរាប់មួយគ្នាតែម្ដង1 2 3오케이 줌라이 그치 나오자입니다 나왔습니다 자 나왔습니다 네 프라벤타 가스티트 딱 chẳng những cho đó romanceថ្មីចាត់ដូចនិយាយចឹងបងនៅពេលដែលប្រឡងអ្វីដែលសំខាន់ផុតគឺប្រធានចឹងយើងត្រូវតែអានប្រធានយើងមើលទៅពិបាកជាងពាក្យដែលនៅលំហាត់នេះទៅទៀតហ៎ចឹងយើងត្រូវតែស្គាល់ចំណាំឲ្យច្បាស់មកប្រធានតែតាក់ទងមួយគេចាឥឡូវចាប់ពីលំហាត់លេខ34រហូតដល់39នេះគេឲ្យធ្វើអី Pukiwa Kachi Kwaro យ៉ាងកន្លែងមុខកញ្ចក់យើងអាចអានថាជា Kwaro ក៏បាន Pin Khan ក៏បានដែរចន្លោះកន្លែងចន្លោះឬក៏វងកញ្ចក់ណា Kwaro e Trokal Malo Kachang Almatim Gosu Korusipsio តែប្រែវិញថាម៉េចវិញសូមជ្រើសរើសពាក្យដែលត្រឹមត្រូវជាងគេដែលត្រូវបំពេញនៅក្នុងនេះចន្លោះហ្នឹងវងកញ្ចក់ហ្នឹងដូចទៅនឹងឧទាហរណ៍ដែលគេឲ្យនេះជាឧទាហរណ៍មិនមែនសំណួរទេអញ្ចឹងយើងមើលឧទាហរណ៍មុនគេសិនថាឧទាហរណ៍គេដាក់មិនវិញភូគីឧទាហរណ៍ថាណរមូរុមីតាថាណពាក្យមូរុតាអញ្ចឹងមូរុមីតាពាក្យដើមរបស់វាគឺមកពីមូរុតាបូកជាមួយនឹងទម្រង់វេយ្យាករណ៍ស៊ឹមីតាអញ្ចឹងទៅជាមូរុមីតាថាណរមូរុមីតាឆាតាំងឆាត់ស៊មីតាឆាចម្លើយរបស់គេអែមដែរគេដាក់វេយ្យាករណ៍រឿលមកហើយជំរឿសរបស់គេសិតតែមានផាត់ឈឹមទាំងអស់ចានៅកន្លែងនេះខ្ញុំចង់បញ្ជាក់បងខ្លះខេឡូអត់ទាន់ច្បាស់តាក់ទងជាមួយនឹងវេយ្យាករណ៍ណាសម្រាប់វេយ្យាករណ៍ស៊ឹមមីដាការបូកវេយ្យាករណ៍នេះបងទាន់ណាបើទាន់ជួយប្រាប់ថាទាន់បើអត់ទាន់ទេខ្ញុំនឹងបញ្យល់តាក់ទងជាមួយនឹងវេយ្យាករណ៍នឹងបន្តិចសម្រាប់បងអូចេញចម្លើយឲ្យហ្នឹងបងមើលចម្លើយលេខ34ចេញចម្លើយឲ្យហ្នឹងអូខេអញ្ចឹងអត់អីទេចាអញ្ចឹងឧទាហរណ៍របស់គេដាក់ថាណយមួយរឿងមីដាតែងឆាត់ស៊ីមីដាចុះអត់ចេះពីអញ្ចឹងរកគេសាចនចម្លើយលេខ3ចាអរគុណឥឡូវយើងមើលគឺគេឲ្យយើងរើសពាក្យដើម្បីយកបំពេញនៅក្នុង clear ហ្នឹងឯងខាងនេះក៏ដូចគ្នាដែរកន្លែងនេះគឺមានបន្លាស់មួយហើយគេដាក់ A ចា34យើងមើលមួយគ្នាPinkan Kamida Chegel Samida គាត់ទៅកន្លែងណាមួយហើយគាត់ទិញសភៅយើងមើលជំរឿសដែលគេឲ្យទីមួយនេះធនាគារអញ្ចឹងធនាគារអាចទិញសភៅបានអត់ទេណោះចាគឺចាំងរងកុនទិញសភៅបានអត់រងកុនចាលេខ3សចំបណ្ណាគារ
ចានឹងលេខ4ចុងក្រោយគេស៊ីតាំងភោជនីយដ្ឋានចឹងចម្លើយដឹងទេណាបងឆ្លើយចម្លើយមកឲ្យបាត់ហើយហ្នឹងចម្លើយគឺសចំលេខ3ចាតោះអត់ទេណាអូខេអត់តាន់ទេអ្នកគ្រូបងមកយុទ្ធអត់តាន់តែទៅមួយចំណុចអ្វីដែរបងទាំងអស់គ្នាចង់សួរមួយតាក់ទងជាមួយនឹងវេយ្យាករណ៍ណាវេយ្យាករណ៍ស៊ឹមីដាវេយ្យាករណ៍នេះធ្លាប់រៀននៅស្គាល់ច្បាស់នៅតាក់ទងមួយវេយ្យាករណ៍នេះហើយឬក៏ដូចគ្នាដែរអញ្ចឹងអ្វីដែលខ្ញុំនិយាយតាក់ទងមួយនឹងចម្លើយខាងលើអូចម្លើយមកខ្លះហើយទីមិនញោលំហាត់នៅក្នុងវិញ្ញាសា topic នេះបើសិនជាយើងមើលទៅគឺនឹងឃើញលំហាត់ដែលពាក់ព័ន្ធជាមួយនឹងអូខេមុននឹងទៅដល់លំហាត់ថ្មីកន្លែងនេះចង់បញ្ជាក់បងប្អូនបន្តិចអូខេ pen យើងមើលលំហាត់កម្រិតមួយនេះជួបច្រើនមែនតើនៅពេលដែលបញ្ចប់ចង់ជាមួយនឹងវេយ្យាករណ៍ស៊ឹមីដានេះចឹងសង្ឃឹមថាបងប្អូនតន់ណាសម្រាប់ស៊ឹមីដានេះសំខាន់បំផុតគឺមានការបូកមួយនឹងកិរិយាសព្ទហើយនឹងគុណនាមបើសិនជាបូកមួយកិរិយាសព្ទនិងគុណនាមមានផាត់ឈីមយើងបូកជាមួយភីអ៊ឹមនីដាសម្រាប់ទម្រង់ស្របហើយបើសិនជាអត់មានផាត់ឈីមវិញយើងបូកមួយនឹងស៊ឹមីដាចាចឹងសង្ឃឹមថាតន់តែតឹងជាមួយនឹងមានផាត់ឈីមហើយនឹងអត់ផាត់ឈីមណាចាឥឡូវយើងមើលពាក្យនេះមួយគ្នាអានខ្ញុំមានផាត់ឈីមហើយបងមានណាចាដល់ពេលពាក្យដែលអត់ផាត់ឈីមយើងមើលនៅក្នុងនេះមានអត់ជំរឿសទាំង4នេះអត់មានទេចឹងអ្វីដែលគេឲ្យមកគេឲ្យឆ្លាតដែរចុះកន្លែងនេះគេដាក់ឲ្យអ៊ឺលហើយជំរឿសសិតតែមានផាត់ឈីមទាំងអស់គឺយើងត្រូវរើសមួយអ៊ឺលនឹងដែរអូខេចឹងអត់ផាត់ឈីមនឹងមានផាត់ឈីមសង្ឃឹមថាបងតន់ហើយជាមួយនឹងការបូកទម្រង់វេយ្យាករណ៍ស៊ឹមីដាក៏តន់ដូចគ្នាចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់លំហាត់ទី35តែម្ដងបងអាចតាមដាននៅក្នុង file វិញ្ញាសាដែលខ្ញុំផ្ញើជូនឃើញហើយគឺភ័យនេះគឺសំដៅទៅលើទំព័រលេខ10តែបន្តមកទៀតលេខ35គេដាក់មក Simpari តែងចុះបន្លាស់មួយ Pari Apumita Simple ស្បែកជើងហ្នឹងមិនបានធ្វើឲ្យជើងគាត់ឈឺចាឥឡូវយើងមើលពាក្យមួយគ្នាកន្លែងនេះ Katsimida ខាត់តាបងមួយSimida Katsimida ប្រែថាម៉េចប្រែវិញថាដូចKatsimida ល្អKatsimida តូចឬក៏អាចមានន័យថាចង្អៀតបានចុះដល់ពេល Mansimida ច្រើនអញ្ចឹងក្នុងចំណោមទាំងអស់ហ្នឹងតើមួយណាដែលនាំហេតុឲ្យគាត់ឈឺជើងចម្លើយលេខប៉ុន្មានដែរសម្រាប់លំហាត់ទី35បងដឹងចម្លើយជួយដាក់មកអូខេលំហាត់ទី35ចម្លើយគឺខ្ញុំខោនដោនជូនណារូតបញ្ញាប់បងចេញសមត្ថភាពមើលគិតត្រូវទេចាំ1 2 3គឺចុះចម្លើយគឺលេខ3 Chaksimida អញ្ចឹង Chaksimida បើសិនជាប្រើនៅការដែលយើងប្រើមួយនឹងស្បែកជើងអីនេះគឺមានន័យតូចឬក៏ចង្អៀតហ្នឹងឯងសូម្បីខោអាវអញ្ចឹងខោអាវនេះចង្អៀតឬក៏តូចទេយើងអាចប្រើពាក្យ Chaksimida ហ្នឹងបានអូខេតោះចូលដល់លំហាត់ទី36មួយគ្នាហើយ Ohue Yaksoki Ismida Minsusi ឬចាពេលល្ងាច Ohu ពេលល្ងាច Yaksuk ណាត់មានការណាត់ចុះ Yaksoki Ismida មានការណាត់ Minsusi ឬចឹងធម្មតាណាត់យើងណាត់ដើម្បីអីតែអញ្ចឹងយើងមើលចម្លើយមកយើងមើលជំរឿសទី1 Chiksimida នេះគឺប្រើវិញថាថតបើសិនជាសាជីនប្រើវិញតែថតតែបើសិនជាមួយមហូបគឺប្រើវិញជ្រលក់តោះណែតោះមកទៀត Peumida រៀន Murumida មិនស្គាល់អ្នកនរគ្នាឮសូមមូឡាយណាតែមួយនឹងវេយ្យាករណ៍បញ្ចប់ចុងSimida គឺជា Murumida លេខ4 Manamida ជួបអញ្ចឹងដូចនិយាយចឹងនៅពេលដែលយើងណាត់ដើម្បីអីគឺណាត់ដើម្បីអីចឹងណាគ្នា
តាណាត់ណាដើម្បីអីអញ្ចឹងចម្លើយរបស់យើងលេខប៉ុន្មានដែរលំហាត់ទី36អ្នកទាំងអស់គ្នាចាប់ដើមលំហាត់ទី36ចម្លើយលេខប៉ុន្មានអូខេជួយឆ្លើយចម្លើយទាំងអស់គ្នាមកអូខេតែអញ្ចឹងខ្ញុំនឹងរាប់ជូនអ្នកទាំងអស់គ្នា1 2 3ចឹងចម្លើយលំហាត់ទី36គឺចម្លើយលេខ4ចាម៉ាណាមីដាដែលប្រើវិញថាជួបពាក្យដើមរបស់វាគឺម៉ាណាតាម៉ាណាយោចាលំហាត់ទី36ជាមួយគ្នាលំហាត់ទី36យើងអានហ្មងអ៊ីកតសិនឆេខាបាងីអានីមីតាដែលប្រើវិញថាមួយនេះមិនមែនជាអ៊ីកាអានីមីដាមិនមែនជាកតាបរបស់ខ្ញុំទេឆេខាបាងីអានីមីដាធុងសេងតែងអ៊ីមីតាវេយ្យាករណ៍អ្នកនរគ្នាដូរវេយ្យាករណ៍ចាវេយ្យាករណ៍ទី1គឺវេយ្យាករណ៍តូដែលប្រើវិញថាផងដែរវេយ្យាករណ៍ម៉ាន់នេះគឺប្រើវិញថាត្រឹមតែគឺណែវេយ្យាករណ៍អ៊ុយដែលយើងអាចបញ្ចេញសំឡេងទៅជាអេនៅកន្លែងនេះអេនៅពេលដែលជាវេយ្យាករណ៍ដែលប្រើវិញថានៃឬក៏របស់កម្មសិទ្ធិវេយ្យាករណ៍ដែលបង្ហាញពីសកម្មកម្មសិទ្ធិនិងចុងក្រោយគេគឺអ៊ុលវេយ្យាករណ៍ដែលបង្ហាញពីកម្មបត្តិរងទង្វើចាអ្នកនរគ្នាគិតមើលចម្លើយលេខប៉ុន្មានដែរយើងដឹងអត្ថន័យអស់ហើយចារាប់ជូនជួយឆ្លើយចម្លើយផង1 2 3គឺចចាវេយ្យាករណ៍អេតែការបញ្ចេញសម្លេងកន្លែងនេះអ្នកទាំងអស់គ្នាដឹងណាធុងសេងអេវេយ្យាករណ៍អ៊ុយមែនតែបញ្ចេញសម្លេងទៅជាអេធុងសេងអេខាបាងយមីតាគឺជាកតាបរបស់ប្អូនអ៊ុយតាអញ្ចឹងយើងចូលដល់លំហាត់បន្ទាប់ទៀតដូចគ្នាទេលំហាត់នេះរហូតដល់លំហាត់ទី39ប្រធានតែមួយទេតាភាសាអ៊ីរីម៉ាន់ស្វីតាតែប្រើនេះភាសាក្រុមហ៊ុនអ៊ីរីម៉ាន់ស្វីតាមានការងារច្រើនចាតាំងផាពូមីតាតែឥឡូវយើងមើលពាក្យនេះមួយគ្នាពាក្យដែលគេឲ្យចម្លើយហ្នឹងទី1ប៉ាលីដែលប្រើវិញថាលឿនប៉ាលីឈប់ច្រើនហើយអាកាសដែលប្រើវិញថាអំបញ្ញមិញរឿងដែរដែលកាត់ឡើងហើយហីចាមុនចុះដែលប្រើវិញថាមុនមុនចុះធ្វើសេសុំវិសាមុនចុះខាសេសុំទៅមុនចាចុងក្រោយគេលេខ4អាជូដែលប្រើវិញថាណាស់អញ្ចឹងចម្លើយរបស់យើងលេខប៉ុន្មានដែរបងចម្លើយលេខប៉ុន្មានដែរគឺចុះចារាប់ជូនអី1 2 3ចាចម្លើយលេខ4អាជូយប៉យចុះអាជូផាប៉ារវល់ខ្លាំងផាពឺមីដាមកពីពាក្យផាពឺដាប្រើវិញថារវល់ចូលដល់លំហាត់លេខ39មួយគ្នាតែម្ដងអូពិបាកអត់អាចហៅបងមកជួយអានជន់ថារឿងនឹកគេហាក្រុមខាត់ឈីខាច오늘은 제 생일입니다. 오늘은 좀ម្ដងទៀតហើយថ្ងៃនេះឆេរបស់ខ្ញុំ생일ខួបកំណើតថ្ងៃនេះគឺជាខួបកំណើតរបស់ខ្ញុំ집에 친구들នៅផ្ទះមិត្តភ័ក្តិហើយយើងឃើញវេយ្យាករណ៍យើងឃើញជាឆោសាណាដែលជាកម្មបត្តិន័យថាមិត្តភ័ក្តិហ្នឹងរងទង្វើអីរបស់ប្រធានដែលជាម្ចាស់ខួបកំណើតហ្នឹងហើយអញ្ចឹងគាត់រងទង្វើអីទី1ជុំមីដាដែលជុំមីដានេះប្រើវិញថាផ្ដល់ឲ្យឬក៏ឲ្យហ្នឹងហើយឲ្យអីអត់កាត់ទេតែម៉ារ៉ាមីដានិយាយលេខ3ឈួហាមីដាចូលចិត្តលេខ4ចុងក្រោយគេជូតេហាមីដាដែលប្រើវិញថាអញ្ជើញអញ្ចឹងខួបកំណើតយើងធ្វើអីមួយមិត្តភ័ក្តិឲ្យមិត្តភ័ក្តិនិយាយទៅកាន់មិត្តភ័ក្តិនិយាយឯងកុំតែសំខាន់បំផុតគឺមានពាក្យ chip bell ហើយនេះហ្នឹងហើយបើសិនជាសកម្មភាពនឹងកាត់ឡើងនៅក្នុងផ្ទះហ្នឹងគឺត្រូវប្រើវេយ្យាករណ៍ chip bell សវិញមិនត្រូវចាឈ្មោះហាមីតា똑같아요
Chẳng chắc. Đời xa tành chơi cho căn tét chùm lái cứ. Miền ấy. Bóng bóng chui chlai hai ấy. Chà. Chui chlai và tham tết sầm đạp này ban chlai. Còn mỏi tha kru lươn bê. Chlai mình toàn cho phóng. Ok. Chẳng nhầm đừng rộp chún. Mùi. Pi. 3 គឺចោះលំហាត់ទី39ចម្លើយគឺសាប៉ូនីមីតាចាយកសក្រៅគេចាយើងចូលដល់រម៉ាំងថ្មីអូតែឃើញមានសញ្ញានេះមានរម៉ាំងថ្មីហើយបងអាចតាមបានគឺនៅទំព័រទី11នៃវិញ្ញាសាលើកទី96ណាចាយើងមើលមួយគ្នាគេមកមើល40ប៉ុនដល់42ប៉ុនថើមើលអ៊ីកូ맞지 않는 것을 고르십시오. 나 클리니 민네이타. ពីលំហាត់ទី40ដល់42ហ្នឹងសូមអានណាសូមអានហើយជ្រើសរើសអ្វីដែរមិនត្រឹមត្រូវអញ្ចឹងបើសិនជាយើងមើលលំហាត់អត់ច្បាស់ទេចម្លើយរបស់យើងក៏ស្ពៃតាមនឹងដែរសម្រាប់តិចនិចក្នុងលំហាត់នេះគឺអ្នកទាំងអស់គ្នាអត់ចាំបាច់ចំណាយពេលក្នុងការអានគ្រប់ពាក្យគ្រប់អក្សរបែបនេះទេខាតពេលតែម្ដងអញ្ចឹងត្រូវធ្វើម៉េចអានសំណួរឲ្យស្វែងរកមួយមកតាឥឡូវយើងមើលមួយគ្នាតិចនិចដែរខ្ញុំប្រាប់អ្នកទាំងអស់គ្នានឹងធ្វើម៉េចអត់អាននេះមុនទេគឺអានខាងក្រោមនេះមុនអញ្ចឹងគេថាម៉េចឆនណណេថាមីតាលក់នៅក្នុងតម្លៃ1000 វ៉ុនណាឆនណណេថាមីតាអញ្ចឹងនៅពេលដែលនិយាយពីតម្លៃគឺនៅណាខាខៀវឆនណនមកចុះខាខៀវតម្លៃ1000 វ៉ុនត្រូវទេត្រូវអញ្ចឹងវាជាចម្លើយអត់មិនមែនទេព្រោះចម្លើយគេឲ្យរកអីគេរកអីដែរខុសមកជាអានឹងគាត់អញ្ចឹងមិនមែនជាចម្លើយទេចាលេខ2គេថាម៉េចខូវលកាជីហាមីតាអញ្ចឹងនៅពេលដែលនិយាយពីពេលវេលានេះការជីបែបនេះហើយគឺនិយាយពីគីកាន់នេះហើយដែលប្រើវិញថាពេលអំឡុងពេលរយៈពេលដែលគេធ្វើពីពេលណាអ៊ីឆានី14ញ៉ាំខូវលទេសអ៊ីស៊ីប៊ីវលកាជីអញ្ចឹងគឺធ្វើរហូតដល់ខែ12ណាចាប់ពីខែកញ្ញាចាប់ពីខែ9រហូតដល់ខែ12ខែធ្នូឆ្នាំ2024ហើយចម្លើយកន្លែងនេះខូវលកាជីត្រូវអត់ទេបើសិនជាកន្លែងនេះខូវលពុទ្ធអាហ្នឹងត្រូវចឹងមិនដែរអត់ត្រូវផងជាចម្លើយនៅក្នុងហ្នឹងនៅបងគិតសិនគឺចោតទៅទៀតជួមកនៅមុតមកស្មីតាអញ្ចឹងពេលចុងសប្តាហ៍ញ៉ាំអត់បានទេអញ្ចឹងយើងមើលពេលណា easy នេះការបាត់ថាគេគឺ 월요일부터 금요일까지 8시부터 9시까지예요ញ៉ាំបានអត់ចឹងថ្ងៃចុងសប្តាហ៍បើគេលក់តាថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងអញ្ចឹងគឺញ៉ាំអត់បានទេណោះញ៉ាំអត់បានទេលេខ4 학생 식당에서 먹습니다 អញ្ចឹងគឺញ៉ាំនៅឯភោជនីយដ្ឋានសិស្សអញ្ចឹងឃើញហើយឆាំងសូទីកន្លែងគឺ 학생 식당 អញ្ចឹងចម្លើយបងបើគាត់ជិះដឹងហើយថាលេខប៉ុន្មានអញ្ចឹងជួយឆ្លើយចម្លើយទាំងអស់គ្នាមកចម្លើយប៉ុន្មានដែរចោចាខ្ញុំរាប់ជូនចម្លើយបងដែលមកមុនមកក្រោយអាចអង្គុយមើលមកប្រាវទៀតដើម្បីរើសចម្លើយចាអូតាពេលណាមីតាចាមានពាក្យពីរដែលខ្ញុំចង់បរៀនបងប្អូនទាំងអស់គ្នាដែរទីមួយគឺឆុងតាប់ដែលប្រើវិញថាចម្លើយដែលត្រឹមត្រូវចម្លើយដែលខុសភាសាកូរ៉េហៅថាអូតាប់អញ្ចឹងមានន័យថាមានឆុងតាប់និងអូតាប់អញ្ចឹងត្រូវមើលប្រធានម្ដងទៀតបញ្ជាក់ឲ្យបញ្ជាក់ទៀតនៅពេលដែលប្រឡងសំខាន់បំផុតគឺប្រធានគឺគេឲ្យរើសអ្វីដែរមិនត្រឹមត្រូវអញ្ចឹងបើតិចនិចរបស់ខ្ញុំពេលខ្ញុំប្រឡងប្រធានអញ្ចឹងខ្ញុំគូសកន្លែងនេះឲ្យធំជាងគេព្រោះនៅពេលយើងរើសយូរយើងច្រឡំប្រធានស្ពៃអញ្ចឹងហើយអញ្ចឹងគឺបងគូសបងឲ្យធំណានឹកឃើញម្ដងទៀតគេឲ្យរើសចម្លើយដែរខុសអញ្ចឹងចម្លើយដែលខុសនៅក្នុងលំហាត់នេះលេខប៉ុន្មានដែរចាខ្ញុំរាប់ជូនអ្នកដែលដឹងចម្លើយហើយឆ្លើយមកលំហាត់ទី40ហ្នឹង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
2 7 2 7 3ចាចម្លើយនៅត្រឹមត្រូវគឺលេខ2លេខ2គេឲ្យរើសខុសគេធ្វើរហូតដល់ខែ12តែព្រមនេះគេនិយាយថាម៉េច5ខែ9ហ្នឹងខុសហើយអញ្ចឹងឆាន់នោះមកចាំហើយត្រូវឡើយនេះជុំមកស្មីដាត្រូវនេះចុះគេលក់ព្រមថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងចង់សាប់ដាញ៉ាំមិនបានត្រូវហើយហាក់សឹងទីតាំងឯសោះមកស្មីដាត្រូវគេចុះឆាំងសោះហាក់សឹងទីតាំងឯចឹងហើយក្រំអ្វីដែលសំខាន់អ្នកដែលរើសចម្លើយខុសនៅទីនេះដោយសារតែច្រឡំប្រធានបើច្រឡំប្រធានចម្លើយរបស់យើងលេខ1ក៏អាចលេខ3ក៏អាចលេខ4ក៏អាចដែរឃើញចុះណែអញ្
chẳng sủng khán phải chạm thiên mà đòn hái mà đòn tiệt chim xe này ngọc kia nhom cơ tha ca riêng nơi không nạn này ai để nhom trong ai này ngọc kia tua do ban tao bên tao ngọc kia cứ nè bát thiên tại dân trai bát thiên lùm hát phát đầu hột tại bát thiên ở đâu rồi đang ngày trắng sống cọt bát thiên đang tốc bịa môi chạm mà ba thằng bát thiên kinh giấy thì dây bây giờ quay ta chắc những to điện lùm hát bài này cứ bá nè mấy những prap tên đây hai sầm ra lùm hát bạn biết nhưng thở mấy ăn khang đi món được khang đi món ăn khang đi món lát nhom đang bắt đầu tên này không ca bờ riêng mình nè mùi nè ngọt cái đấy pi ăn đi món mà ăn đi món đó nơi không lùm hát khang khao mình thác nè làm mình anhยัง coi mơ rồi chả xứng cha không còn chóสปอร์ตสำหรับจีแลนด์นะก็ทรอปเคยไงคือยังได้ทรอปจีซีเบย์พอสหรือก็เคทีเอชอย่างนี้ยังเบอร์สปอร์ตเคทีเอชใช่จ้ะจ้ะการปาชันไงเนี่ยđấy thôi vô như này cái bao bằng chọn nó cứ thôi vô như đấy cái này đang thở trẻ đài này thôi vô y chọn đi ship sai nhóm shipper y ship y thôi vô chẳng cứ chi thằng ai thì đọc pi khai tổ lái cho nám pi pón mà phải buồn ngày cái sao trong ngày sao chi ghét hay chi pin ta nè cái sâu tới incheon chi phong bán máu đập bay nè sầm khan phật khi dưỡng nhưng sầm khan thọ bong bôn từng óc nè con mau mà phải buồn mau đi cho trong bữa sân chỉ mau đập bay ní cứ smart đằng máu màu mùi màu đập bay xăm sắp mau mùi ngày trăng cái đạn mau mà phải buồn mau đập bay nghe rồi bong bôn đăng thá pe prắc pe ngày đi pe là nghiệt nè đã ót toàn mau mà phải buồn mau ấy chămแต่แหละชั่วโมงม้าท่านยมบัดตอนเมามาไฟบุญเมาไอ้ยมปบัวเรียนจมขึ้นมาดองนั่งไงจังก็จีเมามวย30 นาทีหรือเงี้ยแต่ดาวอินจูแต่ดาวอินจูเมาใบหรือเงี้ยเนี่ยจะอินนั่นแต่ปลายเป็น5สมาจักเป็นมันเนี่ยจีนั้นทุ่มหยองปีเนี่ยจะชาซ่องกลางกับไอ้ก้อยเลข 3A 3B เนาะเลข 3B ก่อนโกยจอบเนี่ยเด้ไอ้ยังเมื่อลมหาตามคอยthu miêuงี้คำมีตาจ้ะtới kia pi nè thao á nè chẳng dừng mơ máu tới kia pi nè trai ấy chẳng chi chùm lại mến chứ mến đi trạp bát đi đây chả ôi cho nó chú paramita chẳng dùm nào nó bế bật ôi cho nó pra bên thá ta bế bật nhưng ai kết tham máu chạp đam pi máu mùi rùm lần triệt bao là hốt đó môn máu đập pi thay tráng cứ bế bật đó đi chẳng ôi cho nó chú paramita trạc tranh mong màn đi nè ông có tạc lệch 7 인주에 세시에 도착합니다. 그래? từ đầu 인주 nó máu 7 cho mình xem trên đây tầng óc này ở trái máu đập pi 4 máu ai nắng bần đa lại belong topic ở chọp đấy nè chẳng có bao giờ khám qua miền tu tơ tầng óc nó của ta chạy cho tôi tiết một 시워 11일에 기자를 탑니다. 자, quạt chi đọc lớn nó là ngày nè ngày ti đọc bí khai đọc nè nè chà chắc à ca đây kê tôi xây cho chia so cho cái dân thử ta chạy đây dân chùm lại đây men mà mong chui khai chùm lại đó bây giờ hai bữa thiên ấy cái ai rơ vậy được khó nè nè bữa thiên ấy cái ai rơ vậy được khó mà mong khai chùm lại đây men đấy nhưng mà rộp chun môi bầm pi bầm 7 cái gió chùm lại cứ lấy tên màn đấy pi trả lấy pi ô cho nên chú paramita trên nhầm não nó pe prắc trên nhầm não nó pe Russian ô huê chú paramita cái có ở đây để đó nên tầng óc này thật đắng để ta được màu này rồi nhom bị dối bị khẳng đào dần ta ok chẳng dân chọc đồng hạt tí sai sợ môi chỗ sai sập pì đồng hạt đứt kia đấy chắc cái lái đứt kia tại nên lại năng nhà ngóc này bạch mơ đi nòm hạt đây mơ lại đi mỏng mà tại sầm khát nhưng thở đang thả đi chia sẻ miền đẹp nhá miền đẹp từ tuổi là na cái khác cặp bông giấy cái này miền sumi hay đó chi dòng còn cặp bông giấy cái này được chưa chả ăn vô món của bạn này chi dòng xin đến papasmita chả chi dòng còn là vô chắc này ngóc này khơi nha là vô men công tác toàn đăng thay chi chùm lại đầu ấp đầu tiền tới tiền sumi xin đến chi dòng xin đó mà nào còn bị đá chắc sumi con nâng chuột chùm môi nắng chi dòng được chưa 우리 같이 사러 갈까요? 같이 가요. con chuột. Tiếp đến, Sumi 씨는 졸업 선물을 샀습니다. Chẳng Sumi nè, con ban tên cả đồ hai vậy. Chứ Sumi còn ban tên cả đồ hai vậy. Tên đa hai mến.
lạiនេះក៏ដែរផាប៉ាសោះអាជីពមួយសោះស៊ីមីដាដោយសារតែរវល់មិនតាន់បានទិញទេឆោតុយអញ្ចឹងមានន័យថាម៉េចគាត់ក៏អត់តាន់បានទិញដែរអញ្ចឹងកន្លែងនេះគេដាក់ថាគាត់ទិញហើយអូខេចាឥឡូវទៅមើលទៀតសាប៉ុនជីយ៉ងស៊ីនសំមួយរឿងសារ៉កខាល់កំមីដាអញ្ចឹងជីយ៉ងគាត់នឹងទៅទិញកាដូមិនទិញតែជីយ៉ងទេស៊ូមីក៏គាត់ទៅទិញដែរមិនអញ្ចឹងហ៎តែគ្នាយើងមើលតអត់ដឹងថាចម្លើយលេខប៉ុន្មានទេមានពាក្យណាអត់តអត់គ្រូលឿនពេកអាចប្រាប់បានតោះអ្នកដែលមើលតន់មកក្រោយមកមុនអាចធ្វើការតម្លាក់ចម្លើយបានលំហាត់ទី42ចម្លើយលេខប៉ុន្មានដែរហាចាប់ផ្ដើមដល់លំហាត់នេះបើយើងគិតទៅតែបានវិញ្ញាសានៃការអានបាន10លំហាត់ទេណាអ្នកទាំងអស់គ្នាតែបាន10លំហាត់ជាងទេចាអូខេហ៎តែគ្នាយើងមានចម្លើយខុសត្រូវខ្លះហើយនោះហើយអូខេចាប់ផ្ដើមគិតតែឡើងលំហាត់បន្តិចចាប់ផ្ដើមចម្លើយខុសខ្លះហើយខ្ញុំ count down ហើយគ្នាយើងលំហាត់ចាប់ផ្ដើមពិបាកអញ្ចឹងចាប់ផ្ដើមសុបាយឯងចា count down ហើយចម្លើយលេខម៉ាន1 2 3ចម្លើយគឺអត់ចាលេខ3ចាកន្លែងនេះគេដាក់ឲ្យស៊ូមីស៊ីនជូរ៉ុបសំមួយឬសាស៊ីមីដាស៊ូមីបានទិញកាដូហើយតែបើយើងស្ដាប់មើលឲ្យយល់តែម្ដងគឺគាត់អត់តន់ទិញទេស៊ូមីនេះគាត់ខាងនេះគាត់ប្រាប់ថាគាត់មិនបានទិញហើយនេះគាត់ប្រាប់ថាច្រតួយបើគាត់អញ្ចឹងដែរមានន័យថាគាត់អត់បានទិញហ្នឹងហើយដល់ពេលដាក់កន្លែងនេះដាក់ថាទិញបើដាក់ថាទិញក៏ដែរពួកគាត់នាំគ្នាបបួលគ្នាទៅណានេះទៅធ្វើអីក្រុងក្រុមថាបឺននេះ3,000입니다 그죠? 오 와우 아까 답이 나왔고 자ឥឡូវយើងចូលដល់រម៉ាំងថ្មីឯនេះទាំងអស់គ្នាអូតែគេចេញចម្លើយលេខប៉ុន្មាននេះនោះលឿនម្ល៉េះចារម៉ាំងវិញនិយាយអញ្ចឹងគឺយើងត្រូវតែអានប្រធានឲ្យច្បាស់សិនមុននឹងចូលធ្វើលំហាត់អញ្ចឹងប្រធានយើងតាក់តាំងមកអីដែរ자, 43번에서 45번 다음을 읽고 내용이 같은 것을 고르십시오. 네, 버티니 프라이 khmer bên thả. 자, ពីលេខទី43ដល់លេខ45ហ្នឹងសូមអានហើយជ្រើសរើសអ្វីដែលមានខ្លឹមសារដូចគ្នាមើលអីនេះដូចគ្នាអាគោះវងហ្នឹងនឹងនេះចម្លើយនឹងត្រូវតែដូចគ្នានេះមានន័យដូចតោះ43គឺយើងតន់ទេមកដល់43នៅឬក៏កំពុងនៅវល់42ឡើយទេមួយឬគេចោឆាននេះខោគេទៅយឺតមួយគ្នាអញ្ចឹងតន់ប្រធានណាប្រធានគេឲ្យយើងធ្វើអីរើសអ្វីដែលដូចគ្នាមិនមែនរើសអ្វីដែលខុសដូចមិញទេណាមើលប្រធានសិនមុននឹងធ្វើលំហាត់ណាតែរើសអ្វីដែលដូចគ្នាតែឥឡូវយើងអានមួយតែម្ដង우리집근처에 빵집이 하나 있습니다 자ប្រែមកសិនមកចាផ្ទះខ្ញុំ우리អត់មានផ្ទះយើងឯទេឥឡូវនេះគឺប្រើផ្ទះខ្ញុំហ្នឹងហើយនៅជិតផ្ទះរបស់ខ្ញុំគឺមានហាងនំប៉័ងមួយចាប៉ាំងជីបហាងនំប៉័ងមួយ하나 있습니다 그 빵집은 케이크가 싸고 맛있습니다ចឹងហាងនំប៉័ងហ្នឹងនំខេកគឺធូរថ្លៃសាដាថោកហើយឆ្ងាញ់ទៀត맛있습니다ឆ្ងាញ់ទៀត저는 케이크를 좋아해서 거기에 자주 갑니다ខ្ញុំដោយសារតែចូលចិត្តនំខេកគឺនំខេកចូលចិត្តនំខេកចឹងមិនវិញទៅទីនោះញឹកញាប់자주 갑니다តោះឥឡូវយើងអានចម្លើយចាគឺដល់មិន빵이 집에서 먹습니다ហ្នឹងគឺគាត់ញ៉ាំនំប៉័ងនៅឯផ្ទះញ៉ាំនំប៉័ងនៅឯផ្ទះតែនៅក្នុងអត្ថបទនេះបាននិយាយថាគាត់ញ៉ាំនំប៉័ងនោះណាមានពាក្យមកតែនៅនេះអត់មានទេយ៉ាងនៅពេលលំហាត់អ្នកនរគ្នាកុំសូវចេះដឹងរឿងនៃអតីតពេកទេបើអត់មានបាយឆ្លើយទេដាក់ខុសមកចាលេខ2저는 빵집에 자주 갑니다 어때요? 자주 가요? 그죠? 네 거기គឺសំដៅលើប៉ាំងជីបហ្នឹងហើយខ្ញុំទៅហាងនំប៉័ងញឹកញាប់ត្រូវតាកុំតែគ្នាយើងអាចនឹងមានអារម្មណ៍អសេះអសល់អើយរកចម្លើយលឿនពេកតិចខុសទៅអញ្ចឹងយើងមើលឲ្យចប់저는 케이크를 싫어합니다ប៉ុណ្ណាណៃ케이크를 좋아합니다 자 4번 케이크가 비싸지만 맛있습니다 여기 있죠 싸다 즉 싸고 맛있습니다 ចឹងចម្លើយលេខម៉ាន
ចាស់គ្នាយើងមើលតាមស្លាយមកចម្លើយលេខប៉ុន្មានដែរខ្ញុំរាប់ជូនលំហាត់ទី43 답은 몇 번일까요? 자, 셋까지 세면은 여러분 답변을 좀 올려주시면 되겠어요. 자, nhóm đọc đây này ngọc này chui chào chùm lại mà. Nhưng đọc chui này. 자, lùm hạt thì sai số 7. Chùm lại kì. Mùi. Mùi bầm bầm. Pi. Pi bầm bầm. 7. Cái chả chùm lại lấy. Lịch pi. ចាលំហាត់ខាងក្រោមនេះខ្ញុំនឹងធ្វើការបកប្រែឲ្យតែខ្ញុំអត់បញ្យល់អីទេហើយអ្នកទាំងអស់គ្នាគិតខ្លួនឯងម្ដងសានេះឃើញទេហើយឬក៏លក្ខណៈថាអានកេរ៉េឲ្យអ្នកទាំងអស់គ្នាគិតខ្លួនឯងទាំងអស់ហ្មង자 같이 가요 저는 1년 동안 K-pop 춤을 배웠습니다ខ្ញុំរៀនរាំ K-pop រយៈពេល1ឆ្នាំចា 1년 1ឆ្នាំផាត់រឿងឡើយនេះមិនមែន 1년 ទេណា 1년 동안រយៈពេល K-pop 춤을 배웠습니다. 자, 리엔로암 그래. 리엔로암 K-pop 옆에 몇 남. 매일 연습해서 지금은 잘합니다. 잘 춥니다. 잘 춥니다. 매일 로아탕아이 연습. 여러분 한국말을 잘 하려면 매일 연습하세요. 그죠? 자, để sao tái? Con thua cá anuvat chỉ riêng roa탕아이. Lớn đến con mày giấy. Bà cái roam mày roam bà cái. Chiết này. 자, 이번 달에는 K-pop 춤 대회에도 나갑니다. 이제 칸이 이번 달 칸이 꽉는 떠블렁 대회에도 나갑니다. 떠블렁 까블렁 K-pop 홍달. 그죠? 떠블렁 K-pop 달. 자, 같이 봅시다. 이거 답은 자, bây 때 버티는 게 알아요. rồi để đố chứ tôi rồi để câu rồi. 자, 저는 K-pop 춤을 잘 춥니다. nhưng mà cài rom K-pop à? 저는 춤 연습을 못했습니다. 녀맛반 아노봇 까롬에. 자, 저는 한 달 동안 춤을 배웠습니다. 녀머린 롬 마카이, 반 마카이. 녀머 tới khó khăn ba ha. 자, 저는 다음 달에 춤 대회에 나갑니다. 자, nhóm nữ khai cả 다음 달 nữ khai cái tới blong rom. 자, 좀 lại lên mắt ạ. 답은 몇 번일까요? Tả, nè ngó cái ní, lùm hát tí sai sợ buồn, chùm nói lên màn đáy. 두근두근. 자, 답을 좀 써주세요. 주의, 슬라이드 좀 lại nè ngó cái ní máu. Chùm rộp chún. Mũi. Bỉ. Bỉ. Chùm nói cứ. Tịch mũi. Chắc bé tôi blog nè ngó cái ní anh miên là rằm chẳng. Chứ chùm nói đi mình siêu mà chứ. Tự miên cái đào bà tần ấy xong. Cho nên ngon thì thở đắngถ้าចម្លើយកន្លែងនេះគឺគេឲ្យរកអ្វីដែលដូចគ្នាមិនមែនឈុងស៊ីមសេងកាត់ទេមិនមែនជាគំនិតរួមក្តោបទេអញ្ចឹងគឺយើងមើលតាមនឹងទៅចាអ្វីដែលសំខាន់តិចនៅកន្លែងនេះអ្នកទាំងអស់គ្នាអាចមើលរយៈពេលបានឧបមាមានពាក្យតុងអានយើងមើលកន្លែងតុងអានទៅជួនខ្លះអ្នកទាំងអស់គ្នាការចងចាំអត់ទៅចាំអត់បានយូរអញ្ចឹងមានពាក្យដែលដូចគ្នាឧបមាឡើយនេះមានពាក្យថែគឺចឹងខែហ្នឹងយើងទៅរកខែដែរកន្លែងនេះថោកន្លែងនេះទៅអ៊ីប៉ុនដល់ខុសគ្នាបាត់ហើយនេះតើអត់តែយើងដឹងប្រធានច្បាស់កន្លែងនេះគឺយើងរកតាពាក្យគូបកងគ្នាដូចគ្នាមើលតែខុសគ្នាដល់មិនចម្លើយទេ Crosswismida តោះយោសចឹងយើងចូលលំហាត់តទៀតលំហាត់ទី45ប្រធានដូចគ្នាចាំណាប្រធាននេះគេដែររកអ្វីដែរដែលដូចគ្នាចាអានដល់មួយគ្នាមកឆនគឺរឹតមួយនឹងក៏ស៊ីឈ្មីមីតាចាចឹងចំណងចំណូលចិត្តឈ្មីចំណងចំណូលចិត្តរបស់គាត់អីគេប្រមូលចានមួយតាប្រមូល collection ណាអ្នកនរគ្នាប្រមូលចានចាផ្ទះគាត់ធំអីចឹងចឹងចំណងចំណូលចិត្តរបស់គាត់គឺការប្រមូលចានហ្នឹងហើយ 그래서 저는 예쁜 그릇을 볼 때마다 삽니다.ដូច្នេះហើយខ្ញុំអត់តែចានដែលស្អាត 예쁜 그릇 អត់តែចានស្អាតអត់តែបានឃើញចានស្អាតហ្នឹងគឺដឹងដែរដឹងតែទិញ 볼 때마다 អត់តែឃើញរាល់ពេលឃើញចារាល់ពេលឃើញណាដឹងតែទិញ 지난 주말에 백화점에서 꽃 모양 접시를 샀습니다. 자, ពាក្យដែលស្រដៀងគ្នាអ្នកនរគ្នាត្រូវស្គាល់ដែរ 접시 ហើយនឹង ក្រិតនេះគឺប្រើជំនួសគ្នាបានតែប្រើវិញថាចានដូចគ្នាតើប្រើវិញថាចានដូចគ្នាអញ្ចឹងសប្តាហ៍មុនចុងសប្តាហ៍មុននេះគាត់បានទិញចានដែលមានរូបផ្កានៅឯផ្សារទំនើបតែខលចំផ្សារទំនើបចា
lấy mới đã mà cho nên chỉ mi cao xí mi ta nhau mặt miến chấm nong chấm nấu chất này ăn miến á chả vừa tập biệt được kia khởi nhé đi bọn cho nên vậy bọn người sẽ phun nhom xăm mi ta chả nên tao ngắt kia cả lại ní nhom trong phải chia vì chỉ có mi nhom đấy cứ sầm khăn vì chỉ có nhom này tao ngắt kia khơi cả lòng mà hai chị đăng tập prai bên tháp sân bái mà này vì chỉ có này ai prai bên tháp ao tai con tai mà này nè chẳng vì chỉ có này smart không vì chỉ có kìa te mà ta te pumian pulte nó pumian khi puni 좋아요 ta ban khơi nhẹ ram lọ cho nên cái này nó pulte mà ra khi puni 좋아요 ta bên này ngắt nè bỏ tha pro săn báo chùm lại ai đừng rơi ọt trời đại cho nhưng mà lại bay cái này cho nên phải khoa cho hay sao khảo sashimi đó đợi miền so chả chẳng nhóm ban tính cao chẳng này sầm khăn phật bên này ngắt nè ọt trái bị chọc xì đấy ai đừng rơi khó đại lên sáu nha lên sai lồng hạt này chả cho nhưng ban tính cao nơi ấy xa tầm được cho nên chi năm chung mà đây pake anakasmida dạ hay cái trẻ đang rừng cái hú hái chả nó mấy nhóm trong sao mà đàm muốn ọt chân cao thì pake anakasmida ọt ban chân cao thì tôi chùm lại cái ai rồi vậy để đôi men này chẳng chùm lại lên mét rồi chùm lại lên mét đấy chả nhóm count down nói ông bọn chăm chui nhau chùm lại mà hả nà thử xem chùm lại cái lệch bì ở đây đây bọn bọn riêng bị lùm hạt này cái này tim môi bị cứ rất miền bị môi tiền để pra chùm nước thì bán cứ chop xỉ môi tiết tụm rong nhóm miền về cho con đã chùm nước thì bán cứ tụm rong tệ rồi có tệ mà ta cái đó chả lùm xăm tông này là ngó cái này đầm bay từ topic cầm đặt pi của topic cầm đặt pi miền cái này cái áo chưa rồi cho con đã chùm nước này bàn chẳng khơi muối à bán muối à ta lấy những cho đa lùm hạt thì sai sắp vào môi mà đóประเทศทำไมประเทศนี่ยังเธอแต่อ่านเลยจะบ้าทำประเทศนี่ปลายทำไมแต่ประเทศนี่ลมฮัตตีสายสมมวยซาซิยุปปอนในซาซิพายปอนถาวมาลิโกชุงซิมในยังเงือคนรู้สิบเสียวปีไล่สายสมมวยดาสายสมบัติเอายังอ่านให้เจริญคำซาจำบองนะชุงซิมในยังคำซาจำบองคำซาสำคัญคำซาขัดเอาในขนมอัตในยังตามดองจังอันนี้ถ้าวิเคราะห์ไปเปียคัดสมิดาแล้วไปในย่อมบล็อกท็อปพิกเหมือนท่าท็อปพิกมือหรือกับท็อปพิกปีจุ่มน้อยจุ่มคันเนี่ยแต่งอกนี่อัดเวลโมลจุ่มมวยนั่งคัดขึ้นในย่องให้จุ่มมวยนั่งชุงซิมเซนกัดเท่าจ้ำอ่ะคัดขึ้นในย่องออกโดยเคลียร์บานอ่ะชุงซิมเซนกัดตราหายตาสำคัญเบอร์ออดกระดาวเต้เหมือนจีจุ่มลอยติดนั่นก็จีเต้นยังมวยเดี๋ยวบางคนกูตายจำพองจุ่มหน่อยนี่แต่เรายังเมื่อมวยเคลียร์สั่นอัดตะบอดอะไรนี่เดี๋ยวมันชอนเน้นอ๋อมาชอนเน่เทนซีเรนซิจักแค่สมิดาnhómประมาณเปลมนั้นmà dạoนั้นคือมันจับดาวเรียนเทนนิสนั่งไงจับดาวเทนนิสไวเทนนิส테니스를 치면 즐겁고 기분이 좋습니다. 자, 치면 lại cho con ít mến prai bên theo sân báo thế này ngọc này cái chị ạ mà đồng tiền mấy prai nó mà chứ nhom chọn đăng công sở đại riêng này đạp bàn một phần này nhon mấy nhom prai hả mình nè đã đang chui từ xe nhầm lại thì nó nhon bây giờ có nhon prai hả mình ai nhưng mà tam xưa nhầm lại nhom chọn xưa tham bây giờ có nhon mình prai bên theo mình ban đấy